ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើឆ្នាំងភ្លើងបែបងាយៗញ៉ាំទាំងអស់គ្នាបងប្អូនអានេះដាក់ឆ្នាំងភ្លើងយើងឆ្លនឹងឆ្នាំងអញ្ចឹងណាបងប្អូនចាគ្រឿងផ្សំមានដូចជាចាស្ពៃបកគោរបស់យើងចាការ៉ុតស្បែកជ្រូកចាកតុយជ្រូកបងប្អូនកតុយជ្រូកមួយកតុយហើយអានេះប្រហិតត្រីស្លាតរបស់យើងបងប្អូនចាប្រហិតត្រីស្លាតបងប្អូនយកវាទៅបុកវារៀងស្វិតសិនណាខ្ញុំដាក់ដូចជាអំបិលបន្តិចប៊ីចេងបន្តិចម្រេចបន្តិចហើយនឹងស៊ុបខ្នុរបន្តិចហើយស្ករបន្តិចចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតមកនេះផ្សិតខ្មៅហើយនឹងខ្ទឹមសចាផ្សិតខ្មៅហើយខ្ទឹមសក៏អញ្ចឹងដែរបងប្អូនយកទៅស្លបងប្អូនយកវាទៅបំពងជាមួយខ្ទឹមសឲ្យឈ្ងុយសិនណាបងប្អូនចាហើយបន្ទាប់មកទៀតមកនេះស្លឹកខ្ទឹមចាបកាក្រៀមបងប្អូនមានយឺហឺទៀតក៏ទៅល្អអញ្ចឹងណាបងប្អូនចាប្រេងខ្យងទឹកត្រីចាស្ករសអំបិលចាប៊ីចេងស៊ុបខ្នុរហើយនឹងទឹកស៊ីអ៊ីវចាបងប្អូនយើងទៅរៀនធ្វើទាំងអស់គ្នាបែបងាយៗអញ្ចឹងណាបងប្អូនចាឥឡូវខ្ញុំដាក់ឆ្នាំងស្លបងប្អូនចាទឹកបងប្អូនឃើញលឿងនេះគឺទឹកស៊ុបមាន់ថ្ងៃមុនខ្ញុំស្ងោរមាន់សល់អញ្ចឹងខ្ញុំយកមកវាស្លជាមួយនឹងឆ្នាំងភ្លើងរបស់យើងបងប្អូនអានេះរបៀបយើងស្លយើងដាក់ឆ្នាំងយកត្មងអត់ដាក់ឆ្នាំងភ្លើងទេចាបើបងប្អូនអត់មានទឹកមាន់ទេបងប្អូនដាក់ទឹកសយើងធម្មតាក៏បានដែរចាហើយបន្ទាប់ពីនោះទៀតមកខ្ញុំទៅបំពងខ្ទឹមជាមួយនឹងផ្សិតក្រៀមរបស់យើងសិនណានាំទឹករបស់យើងពុះបងប្អូនចាឥឡូវខ្ទះរៀងក្តៅអញ្ចឹងខ្ញុំក៏ចាក់ប្រេងឆាចូលហើយក៏ដាក់ខ្ទឹមសហើយនឹងផ្សិតក្រៀមរបស់យើងនឹងលេងជាមួយគ្នាដើម្បីឲ្យឈ្ងុយទៅបងប្អូនចានេះរៀងឈ្ងុយបងប្អូនអញ្ចឹងយើងទុកទៅម្លាយទៅតែមិនបាច់ចាក់ចូលចានទេបងប្អូនយើងដាក់លើខ្ទះហ្នឹងហ្មងទៅចាហើយបន្ទាប់ពីហ្នឹងទៀតយើងមកងាកមើលទឹករបស់យើងបានពុះហើយអញ្ចឹងខ្ញុំក៏បង់កតុយជ្រូកចូលចាបង់កតុយជ្រូកចូលហើយបងប្អូនលេីលោកបង់គ្រឿងតាមហ្នឹងទៅទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងអីអញ្ចឹងណាបងប្អូនចារួចហើយក៏ចាក់បកាក្រៀមរបស់យើងចូលតិចបងប្អូនចាបកាក្រៀមហ្នឹងដាក់ចូលតិចទៅបងប្អូនមានយឺហឺដាក់យឺហឺចូលតិចទៀតទៅតែឆ្ងាញ់អញ្ចឹងណាបងប្អូនចាហូររួចហើយបន្ទាប់ពីហ្នឹងមកទៀតមកបងប្អូនដួសពពុះវារៀងចេញតិចទៅព្រោះពពុះហ្នឹងវាចេញពីកតុយជ្រូកអញ្ចឹងណាចាហើយឥឡូវហ្នឹងបងប្អូនមូប្រហិតត្រីស្លាតរបស់យើងជាមូទូចតិចក៏បានធំតិចក៏បានដែរចាឥឡូវហ្នឹងខ្ញុំក៏ចាក់ស្បែកជ្រូកចូលទៀតចាស្បែកជ្រូកហើយនឹងការ៉ុតចូលបងប្អូនចាយើងងាស់វារៀងផុយតិចទៅបងប្អូនចាងាស់រៀងផុយតិចទៅបងប្អូនចាំដាក់ផ្សិតក្រៀមឲ្យយើងចូលដែលខ្ញុំឲ្យពងមិញណាខ្ញុំប្រាប់បងប្អូនចាដាក់ផ្សិតក្រៀមចូលទៅបងប្អូនភ្លក់មើលរសជាតិសឡុរបស់យើងទៅចង់បានប្រៃផ្អែមសាប់ឯងបងប្អូននៃលោកតាមនឹងអញ្ចឹងណាបងប្អូនចាឥឡូវហ្នឹងរៀងផុយស្បែកជ្រូកទេខ្ញុំក៏ចាក់ស្ពៃបកគោរបស់យើងចូលចាស្ពៃបកគោហ្នឹងបងប្អូនងាស់តាមសន្ទុះទៅគឺវារៀងផុយហើយបងប្អូនចាឥឡូវនេះសឡុរបស់យើងបានរៀងឆ្អិនហើយអញ្ចឹងខ្ញុំក៏រយខ្ទឹមបំពងរបស់យើងដែលខ្ញុំប្រាប់បងប្អូនមិញហ្នឹងចាខ្ទឹមបំពងហើយនឹងខ្ទឹមស្លឹកខ្ទឹមរបស់យើងពីលើសឡឆ្នាំងភ្លើងហ្នឹងបងប្អូនចាបងប្អូនទៅធ្វើសាកញ៉ាំទៅជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីបានវីដេអូថ្មី